មួយទៀតតែពលកិច្ចថយធាក់បាត់កែឆ្វេងហើយតាមទត់ស្ដាប់មកជើងទៀតអាយយបាត់ស្ដាប់ម្ចាស់រៀងខ្លួនទត់ជើងក្រោមកែងគប់មួយទៀតរបស់ពេជ្រសម្បត្តិអូទោះដៃច្បាមគុំបានពលកិច្ចថយពេជ្រសម្បត្តិពងអាយ៉ាកែងតែពលកិច្ចចាប់ខ្លួនជាប់នេះបាទទឹកទី2ការជាមុនមានស្នាមរបួសហើយចូលគៀកកែងឆ្វេងរបស់ពេជ្រសម្បត្តិកែងឆ្វេងហើយកែងស្ដាំស្ដាំឈូសប្រឡោះគុំទៅម្ដងមានរបួសរៀងខ្លួនហើយមានរបួសគប់កែងស្ដាំតាក់ឆ្វេងទៀតអើយផលកិច្ចក្រាបពោបនឹងដីហើយនេះគេហៅកាក្បាច់មើលស្រាលពេកទេទឹកទី1ធ្វើធាក់ត្រេះឥឡូវនេះមានអីត្រេះទៀតអាជ្ញាកណ្ដាលបញ្ចប់ការប្រកួតទឹកទី2ទៅម្ដងពេជ្រសម្បត្តិពលកិច្ចចំ5មិនមែនជាដៃគូរបស់ពេជ្រសម្បត្តិទេអាការៈនៃការប្រកួតបាទទឹកទី1កន្លងទៅគាត់ហាក់ដូចជាមើលស្រាលនៅទម្ងន់របស់ពេជ្រសម្បត្តិក៏ប៉ុន្តែទឹកទី2អ្វីត្បិតតែពេជ្រសម្បត្តិមានរបួសក៏ប៉ុន្តែពលកិច្ចមិនអាចតទល់ជាមួយនឹងពេជ្រសម្បត្តិបានពេញកម្លាំងនោះទេមើលចោះបងប្អូនបាទជាការអោបគ្នាបាទរបួសម្នាក់ឆាបនៅក្រោមភ្នែកបាទរបួសម្នាក់បន្តិចបាទនៅខាងក្រោមភ្នែកតែនេះជាអ្វីដែលពេជ្រសម្បត្តិអាចធ្វើបាន10លានរៀលពីខ្មែរ Beverages បាទផ្ដល់ជូនដល់ពេជ្រសម្បត្តិក្នុងនាមជាអ្នកការពារខ្សែក្រវ៉ាត់បានផងក្នុងនាមជាការបញ្ចប់លទ្ធផលតាមរយៈផ្ដួលគូប្រកួតដោយបច្ចេកទេសផងការផ្ដួលនេះគឺអាជ្ញាកណ្ដាលបានបញ្ឈប់តែម្ដងដោយឃើញស្ថានភាពរបស់ពលកិច្ចចំ5មិនអាចតស៊ូពេញសាច់ជាមួយនឹងពេជ្រសម្បត្តិបានទេអូល្អមែនតើបាទបងប្អូនយើងកំពុងតែសប្បាយហូរញញឹមហើយបាទអញ្ចឹងយើងស្ដាប់ការប្រកាសលទ្ធផលជាផ្លូវការដែលខ្ញុំសូមអនុញ្ញាតរំខានជាថ្មីថាការប្រកាសលទ្ធផលក៏ខ្ញុំសូមនិយាយពីលើដែរបាទសូមនិយាយពីលើដោយសារតែបច្ចេកទេសសំឡេងបាទអញ្ចឹងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលកាន់ដោយលោកគ្រូពេជ្រសុផាន់បានលើកឡើងលើទង់ជាតិខ្មែរអណ្ដែតឡើងលើឲ្យពិភពលោកបានឃើញតាមរយៈជ័យជំនះរបស់ពេជ្រសម្បត្តិបំពាក់ខ្សែក្រវ៉ាត់ដោយលោកអឹងវិសាលហៅ Brian ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនខ្មែរ Beverages បាទហើយអមដោយគណៈប្រតិភូអមដោយ Mr. Steve Jess បាទ Mr. Steve Jess នេះគឺជា